ការងាររៀនសូត្ររលួយកញ្ចូលចិត្តធ្វើម្ហូបធ្វើការងារផ្ទះហ្នឹងកញ្ចូលចិត្តដែរការពីមុនវិញទៅធ្វើការឲ្យទៅតនេពីការងារគឺនៅតែក្នុងផ្ទះបាយទេដុតនំប៉័ងអូយសាក់គ្រប់មុខអស់ហើយរៀនមើល YouTube ផងរូបមន្តម៉ាក់ក្មេករូបមន្តយាយតាខាងអាឡម៉ង់នេះផងឲ្យតែគេសរសើរថាឆ្ងាញ់គឺសប្បាយចិត្តខ្លាំងមែនតើហើយឥឡូវនេះចេញបានទាំងម្សៅនំ pancake ដែលបងប្អូនងាយស្រួលយកទៅធ្វើនឹងទៀតម្ដាយនឹកស្មានសោះថាផលិតផលខ្លួនឯងអាចឈរជើងនៅតាមផ្សារនៅតាមម៉ាតបានខ្ញុំចាប់ផ្ដើមជាមួយនឹងម្សៅនំ pancake នឹងដោយសារតែងាយស្រួលបងប្អូនឲ្យតែមានខ្ទះចេះជៀនពងទាគឺអាចធ្វើបានហើយរសជាតិឆ្ងាញ់រូបមន្តអាឡម៉ង់ផលិតនៅស្រុកខ្មែរបងប្អូនក៏គាំទ្រខ្លាំងមែនតើមិនថាបងប្អូនយកទៅលក់ដុំឬក៏បងប្អូនលក់រាយទេភាគច្រើនយកទៅហើយញ៉ាំហើយគឺឆ្លៀតថត feedback ផ្ញើមកឲ្យទៀតពេលខ្លះធ្វើស្អាតជាងអ្នកលក់ជាងម្ចាស់ brand ទៀតលោកអើយខ្ញុំនឹងចង់ខ្មាស់បងប្អូនវិញណាថ្ងៃណាមួយរើធ្វើ challenge ចែកកាដូជូនបងប្អូនដែលបកកែធ្វើនំ pancake របស់យើងសិនបងប្អូនចង់មាន challenge នឹងអត់ចាំ comment ប្រាប់ផងឥឡូវខ្ញុំប្រាប់ពីរបៀបធ្វើជូនបងប្អូនណាម្សៅនំ pancake យើងមកកញ្ចប់មិនថាបងប្អូនយករសជាតិអីទេបងប្អូនដាក់ជាមួយនឹងពងមាន់2គ្រាប់ពងទាក៏បានដែរទឹកដោះគោស្រស់វិញ200ទៅ250 ml អាស្រ័យលើបងប្អូនចូលចិត្តសាច់នំរាងក្រាស់ឬស្ដើងឬក៏ខាប់ឬក៏រាវអញ្ចឹងណាបងប្អូនសាច់នំរបស់យើងគឺបែបនេះបើថារសជាតិស្លឹកតើយគឺឈ្ងុយស្លឹកតើយចំបើថារសជាតិវ៉ានីឡាឈ្ងុយវ៉ានីឡារសជាតិសូកូឡាគឺឈ្ងុយសូកូឡាងាយស្រួលខ្លាំងមែនតើកូរឲ្យតែសព្វអញ្ចឹងទៅបងប្អូនបើកភ្លើងដាក់ខ្ទះទូចមួយមកដាក់កម្ដៅពាក់កណ្ដាលបានហើយយើងលាបប្រេងឆាតិចហើយយើងចាក់នំនឹងចូលចៀនទៅដូចចៀនពងទាអញ្ចឹងប៉ុន្តែបងប្អូនកុំបើកភ្លើងខ្លាំងពេកមកស្ទុះឡើងគឺឃើញថាសាច់នំយើងគឺឡើងល្អមែនតើបងប្អូនអើយប្រែមកគឺទន់ល្មើយហ្មងណាពណ៌វិញស្លឹកតើយនេះគឺចេញមកបៃតងស្រាលដោយសារយើងអត់មានប្រើពណ៌ប្រើក្លិនសុប៉ានិមិត្តអីទាំងអស់បងប្អូនគឺស្លឹកតើយធម្មជាតិដែលយកទៅសម្ងួតហើយកិនតែម្ដងមកលាយមួយម្សៅ pancake រូបមន្តអាឡម៉ង់នេះមកคล้ายទៅជា pancake រសជាតិស្លឹកតើយពេលដែលញ៉ាំបងប្អូនអាចថែមផ្លែឈើថែមទឹកឃ្មុំអញ្ចឹងបានសម្រាប់បងប្អូនដែលចូលចិត្តផ្អែមចង់បានចង់សាអាចឆាតចូល page កំងឥឡូវនេះបានណាបងប្អូនគេឲ្យសេលីណាញ៉ាំYoung Pedro Art or Young Decade More I Kitchen More I Kitchen More I My Kitchen Oh wow Pancake មួយ My Kitchen ស្រួលណាស់បងប្អូនណាតែពងឲ្យទឹកដោះគោនឹងរួចគេចូលគ្នាទុកចោលបន្តិចយកទៅចៀនទៅបានញ៉ាំហ្មងថាទៅទិញ Pancake មួយ My Kitchen ម្នាក់3កញ្ចប់ទៅបងប្អូនណាមាននៅផ្ទះស្រួលបំផុតតែខ្លាញ់បន្តិចឲ្យដាក់ចៀនទៅតែ3 4នាទីនឹងបានញ៉ាំបាត់ហើយមិនមែនញ៉ាំបានតែមនុស្សធំទេណាកូនក្មេងក៏ញ៉ាំដែរខ្ញុំនេះព្រឹកនេះខ្ជិលហ៎ពីអ្នកបងប្អូនអ៊ុនហ្វីនហើយសេលីណានេះដាក់ឲ្យញ៉ាំទាំងពីរអ្នកបដ ாய் ទៅកន្លែងនេះសេលីណាប្រាប់ឲ្យប្អូនញ៉ាំហើយប្អូននេះដាក់ចូលមាត់ទៀតនិយាយទៅអ៊ុនហ្វីន7ខែជាងហើយអត់ទាន់មានថ្មិញទេហើយខ្ញុំចាប់ផ្ដើមឲ្យគាត់រៀនញ៉ាំរបស់អញ្ចឹងឲ្យគាត់រៀនទៅពីរៀនអីអញ្ចឹងតែយើងត្រូវនៅមើលជាប់យើងអត់អាចឲ្យគាត់ញ៉ាំម្នាក់ឯងបានទេខ្លាចឆ្លាក់ប៉ុន្តែជាទូទៅក្មេងប៉ុណ្ណឹងវាមានអាចលនាពេលដែលវាឆ្លាក់នោះវាចង់ក្អួតខ្លួនឯងឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយកុំឆ្លន់ឆ្លោពេលគាត់ធ្វើអញ្ចឹងតែបើថាមិនស្រួលទេចាំបញ្យួរជើងឡើងលើ